សំណេរដ៏មានអត្ថន័យនិងមុតស្រួចរបស់លោកបណ្ឌិតកិនភីដែលគាត់បានបង្ហោះស្របពេលដែលកំពុងតែមានការផុសផុលវែកញែកលើសកម្មភាពរបស់មន្ត្រីអនុវត្តច្បាប់ហើយនិងម្ចាស់អាជីវកម្មបងប្អូនសំណេរទាំងស្រុងរបស់គាត់បងប្អូនអាចស្ដាប់ហើយពិចារណាហើយបញ្ចេញជាមតិយោបល់នៃការយល់ឃើញទាំងអស់គ្នាបានតកតងទៅនឹងសំណេរនោះគឺគាត់បានដាក់ចំណងជើងថាជំងឺលើសនៅក្នុងសង្គមបច្ចុប្បន្នមានរឿងរ៉ាវជាច្រើនដែលប្រជាពលរដ្ឋមិនត្រឹមតែរងគ្រោះពីបទល្មើសឬការបំពានច្បាប់ទូទៅប៉ុណ្ណោះទេប៉ុន្តែថែមទាំងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការអនុវត្តច្បាប់ដោយបំពានពីសំណាក់មន្ត្រីអនុវត្តច្បាប់ឱកាសនិយមមួយចំនួនទៀតផងមន្ត្រីប្រភេទនេះមិនមែនជាអ្នកអនុវត្តច្បាប់ប្រកបដោយសុចរិតភាពនោះឡើយប៉ុន្តែពួកគេបានប្រើប្រាស់ជាឧបករណ៍ប៉ុន្តែពួកគេបានប្រើប្រាស់ច្បាប់ជាឧបករណ៍រកស៊ីប្រើបទបញ្ជាជាខែលការពារខ្លួននិងប្រើឈ្មោះថ្នាក់ដឹកនាំថ្នាក់លើជាមធ្យោបាយគំរាមកំហែងប្រជាជននេះហើយជារោគសញ្ញានៃជំងឺធ្វើលើសដែលជាជំងឺដ៏គ្រោះថ្នាក់បំផុតមួយក្នុងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋព្រោះវាធ្វើឲ្យបទបញ្ជាល្អคล้ายជាអំពើអាក្រក់ធ្វើឲ្យច្បាប់ដែលគួរតែជាខែលការពារប្រជាពលរដ្ឋคล้ายជាឧបករណ៍បង្កការភ័យខ្លាចនិងធ្វើឲ្យអំណាចរបស់រដ្ឋដែលគួរតែបម្រើប្រយោជន៍សាធារណៈត្រូវបានប្រែក្លាយទៅជាអំណាចបម្រើផលប្រយោជន៍បុគ្គលយ៉ាងអនាធិបតេយ្យមន្ត្រីដែលបង្កើតជំងឺលើសតែងតែបដិសេធមិនស្វែងយល់ឬមិនចង់យល់អំពីខ្លឹមសារស្មារតីនិងព្រំដែននៃច្បាប់ពួកគេមិនបានយកច្បាប់និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំមកធ្វើជាមូលដ្ឋានគ្រឹះសម្រាប់រក្សាច្បាប់សម្រាប់រក្សាសន្តិភាពធានាសុវត្ថិភាពនិងការពារប្រយោជន៍ប្រជាពលរដ្ឋឡើយផ្ទុយទៅវិញពួកគេបែរជាឆ្លៀតឱកាសយកច្បាប់និងបទបញ្ជាទាំងនោះមកធ្វើជាអាវុធបិទបាំងកំហុសនិងធ្វើជាច្រកសម្រាប់ស្វែងរកលុយកាក់ផ្ទាល់ខ្លួនក្រៅផ្លូវការអ្វីដែលថ្នាក់លើចង់ឲ្យអនុវត្តក្នុងគោលបំណងការពារសង្គមត្រូវបានមន្ត្រីឱកាសនិយមទាំងនេះបំផ្លាញទៅជាការគំរាមកំហែងនិងបាតុភិបអសកម្មក្នុងសង្គមជំនួសឲ្យការអនុវត្តច្បាប់ប្រកបដោយតម្លាភាពពួកគេបែរជាយកអំណាចរដ្ឋមកធ្វើជាទំនិញជួញដូរដើម្បីចិញ្ចឹមមហិច្ឆតាលោភលន់និងផលប្រយោជន៍ផ្ទាល់ខ្លួនមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់និងសោកសង្រេងបំផុតនៃជំងឺធ្វើលើសនេះបានស្ដែងឡើងយ៉ាងច្បាស់លាស់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមដែលក្នុងពេលនោះប្រជាពលរដ្ឋខ្មែរជិត2លាននាក់ឬតាមការវាយតម្លៃខ្លះថាជិត3លាននាក់បានបាត់បង់ជីវិតក្នុងសោកនាដកម្មជាតិដល់រន្ធត់បំផុតសោកនាដកម្មនៃការបាត់បង់ជីវិតមនុស្សដល់មហាសាលនេះមិនមែនកើតឡើងត្រឹមតែដោយសារតែផែនការរួមរបស់ថ្នាក់លើទាំងស្រុងនោះទេប៉ុន្តែភាគច្រើនក៏កើតចេញពីចរិតធ្វើលើសបទបញ្ជារបស់កម្មាភិបាលថ្នាក់ក្រោមមួយចំនួនដែលជាប្រភេទមនុស្សបញ្ជាមួយធ្វើ100ពួកគេប្រើភាពខុសខើដើម្បីបង្ហាញភាពស្មោះត្រង់คล้ายៗប្រើការចោទប្រកាន់ដើម្បីបិទបាំងភាពអវិជ្ជមានប្រើការសម្លាប់ដើម្បីបង្ហាញសមត្ថភាពនិងប្រើឈ្មោះបដិវត្តន៍ដើម្បីការពារអំណាចផ្ទាល់ខ្លួនដោយរុញច្រានពលរដ្ឋស្លូតត្រង់ជាច្រើនចូលទៅក្នុងបញ្ជីខ្មាំងត្រឹមតែដើម្បីបង្ហាញថាខ្លួនម៉ឺងម៉ាត់និងស្មោះត្រង់ជាងគេមេរៀនប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនោះជាសារព្រមានដ៏ធំបំផុតសម្រាប់សង្គមខ្មែរបច្ចុប្បន្ននៅពេលមន្ត្រីថ្នាក់ក្រោមយកបទបញ្ជារបស់ថ្នាក់ដឹកនាំទៅបកស្រាយលើសពង្រីកលើសនិងអនុវត្តលើសដោយគ្មានចំណេះដឹងគ្មានមនសិការគ្មាននីតិវិធីគ្មានតម្លាភាពនិងគ្មានគណនេយ្យភាពនោះបទបញ្ជាដែលមានបំណងល្អអាចคล้ายជាអាវុធដ៏គ្រោះថ្នាក់បំផុតដែលយាយីលើជីវភាពរស់នៅរបស់ប្រជាជនភ្លាមៗនៅក្នុងបរិបទបច្ចុប្បន្ននៅពេលថ្នាក់លើចេញបទបញ្ជាឲ្យទប់ស្កាត់បង្ក្រាបឬរៀបចំសណ្ដាប់ធ្នាប់លើបញ្ហាសង្គមណាមួយគោលបំណងដើមគឺដើម្បីពង្រឹងនីតិវិធីរដ្ឋនិងការពារប្រយោជន៍សាធារណៈប៉ុន្តែសម្រាប់សមត្ថកិច្ចដែលកើតជំងឺលើសពួកគេមិនអនុវត្តតាមខ្លឹមសារពិតប្រាកដនៃច្បាប់ដើមឡើយផ្ទុយទៅវិញពួកគេច្រើនតែបកស្រាយដោយបំភ្លឺបំពេញនិងបង្កើតលក្ខខណ្ឌវិនិច្ឆ័យคล้ายៗដើម្បីជំរិតទារប្រាក់ឬផលប្រយោជន៍ផ្សេងៗដោយធ្វើឡើងសំទោសណាដោយធ្វើឲ្យរឿងតូចคล้ายទៅជារឿងធំនិងធ្វើឲ្យកំហុសរដ្ឋបាលសាមញ្ញคล้ายជាបទល្មើសធ្ងន់ធ្ងរទាំងបំពេញការនេះជាវិវត្តរដ្ឋបាលដ៏ធ្ងន់ធ្ងរព្រោះវាបានបំផ្លាញនៅទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះច្បាប់ចំពោះប្រព័ន្ធច្បាប់ចំពោះស្ថាប័នរដ្ឋនិងចំពោះថ្នាក់ដឹកនាំជាតិមន្ត្រីឱកាសនិយមទាំងនេះមិនមែនចង់ពង្រឹងនីតិរដ្ឋឬចង់ឲ្យបទល្មើសបាត់បង់នោះទេ
ព្រោះបើបត់ល្មើសត្រូវបានលុបបំបាត់អស់ឱកាសកឹបកេងរបស់ពួកគេក៏ត្រូវរលាយបាត់បង់ទៅតាមនោះដែរពួកគេក៏មិនចង់ឲ្យប្រជាពលរដ្ឋយល់ដឹងពីច្បាប់ឲ្យបានច្បាស់លាស់ឡើយព្រោះបើពលរដ្ឋមានចំណេះដឹងផ្នែកច្បាប់ពួកគេលែងអាចបំភ័យបំភាន់ឬជំរិតបានងាយស្រួលទៀតហើយនៅពេលពលរដ្ឋមើលឃើញថាបទបញ្ជាដែលមានគោលបំណងល្អរបស់រាជរដ្ឋាភិបាលត្រូវបានមន្ត្រីថ្នាក់ក្រោមយកទៅប្រើប្រាស់ខុសទិសដៅដើម្បីគំរាមកំហែងនិងជំរិតទារប្រាក់នោះពួកគេនឹងបាត់បង់ជំនឿចិត្តទៅលើប្រព័ន្ធយុត្តិធម៌សង្គមដោយសារច្បាប់ដែលគួរតែជាខែលការពារបែរជាប្រែក្លាយទៅជាដំបងសម្រាប់វាយប្រហារពលរដ្ឋឯងសង្គមដែលមាននីតិរដ្ឋពិតប្រាកដមិនមែនជាសង្គមដែលមន្ត្រីអាចធ្វើអ្វីបានតាមអំពើចិត្តក្រោមស្លាកច្បាប់ឬបទបញ្ជានោះទេប៉ុន្តែជាសង្គមដែលសូម្បីតែអ្នកអនុវត្តច្បាប់ក៏ត្រូវស្ថិតនៅក្រោមច្បាប់ដូចគ្នាដែរហេតុនេះការប្រយុទ្ធប្រឆាំងទៅនឹងជំងឺធ្វើលើសមិនមែនជាការប្រឆាំងទៅនឹងការអនុវត្តច្បាប់នោះទេប៉ុន្តែជាការការពារច្បាប់ការពារស្ថាប័នរដ្ឋការពារកិត្តិយសរបស់ថ្នាក់ដឹកនាំនិងការពារប្រជាពលរដ្ឋស្រុតត្រង់មន្ត្រីដែលអនុវត្តច្បាប់ដោយសុចរិតត្រូវតែទទួលបានការលើកទឹកចិត្តនិងការគ្រប់គ្រងប៉ុន្តែមន្ត្រីដែលយកច្បាប់ទៅជួញដូរយកបទបញ្ជាទៅបំភ័យនិងយកអំណាចរដ្ឋទៅជំរិតប្រជាពលរដ្ឋត្រូវតែទទួលខុសត្រូវនិងរងការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់បំផុតប្រវត្តិសាស្ត្រខ្មែរក្រហមបានបង្រៀនយើងរួចមកហើយថាពេលណាអំណាចធ្លាក់ក្នុងដៃមនុស្សអវិជ្ជាឱកាសនិយមនឹងចូលចិត្តធ្វើលើសប័ណ្ណបញ្ជានោះប្រជាពលរដ្ឋអ្នករងទុក្ខវេទនាហើយជាតិទាំងមូលជាអ្នកបង់ថ្លៃយ៉ាងជូរចត់ជាទីបំផុតបងប្អូននេះសំណេររបស់លោកគ្រូបណ្ឌិតកិនភីដែលគាត់បានបង្ហោះក្នុងថ្ងៃទី17ខែមិថុនាឆ្នាំ2006ការបង្ហោះរបស់លោកគ្រូបណ្ឌិតកិនភីពិតជាមុតស្រួចហើយមានអត្ថន័យមានខ្លឹមសារចាក់ដោតខ្លាំងមែនតើតែម្ដងចំគោលដៅណាបងប្អូនចាពីព្រោះនៅពេលដែលមន្ត្រីរាជការនេះយើងអត់សម្ដៅទៅលើរឿងអីណាទោះបីជាគណៈពេលនេះចាប្រហែលថ្ងៃនេះគឺផុសផុលចារឿងការចុះអនុវត្តរបស់មន្ត្រីរាជការជាមួយនឹងក្រុមអាជីវករហើយរឿងដែលក្តៅកគុកខ្លាំងនោះគឺរឿងរបស់ក្រុមមន្ត្រីពាក់ព័ន្ធមួយចំនួនធំ50ទៅ60នាក់ដែលដឹកនាំដោយលោកពូអភិបាលខណ្ឌព្រែកភ្នៅដែលចុះទៅត្រួតពិនិត្យចាឃ្លាំងស្តុកទំនិញក្រុមហ៊ុនដឹកជញ្ជូន L192 ដែលរកឃើញទំនិញរបស់ប្រទេសចៅសៀម2កន្ត្រកឲ្យគត់ហើយ2កន្ត្រកនោះគឺជាទំនិញរបស់អតិថិជនគាត់ដែលយកមកផ្ញើជាមួយគាត់សម្រាប់ឲ្យគាត់ដឹកជញ្ជូនហើយដលេចាស់ទៀតដលេចាស់2024ទៀតបងប្អូនចាវាមានភាពសាំញ៉ាំនៅទៅលើសាច់គ្រឿងហ្នឹងអញ្ចឹងហើយក៏មានមហាជនគាត់ចាបញ្ចេញជាមតិរបស់គាត់គាត់អីច្រើនអញ្ចឹងណាចាអញ្ចឹងហើយលោកបណ្ឌិតគៀនេះឡើងចាជាលក្ខណៈទូទៅមិនសម្ដៅខាងបោះហ្នឹងចោតប្រកាន់ទៅលើមន្ត្រីផ្នែកនេះឬក៏មន្ត្រីផ្នែកនោះឬក៏មន្ត្រីដែលកំពុងតែចោះធ្វើការមានរឿងជជែកក្តៅកគុកហ្នឹងទេគាត់បង្ហោះចាលក្ខណៈទូទៅពីព្រោះអ្វីដែលលោកគ្រូកិនភៀបបង្ហោះបងប្អូនអ្នកដែលធ្លាប់បានជួបទៅដឹងថាវាចាក់ដោតប៉ុណ្ណាវាត្រូវប៉ុណ្ណានៅពេលដែលមន្ត្រីចុះអនុវត្តច្បាប់ចុះអនុវត្តបទបញ្ជារបស់ថ្នាក់លើបើគាត់ធ្វើឲ្យត្រឹមត្រូវបទបញ្ជាប៉ុណ្ណាគាត់ធ្វើប៉ុណ្ណឹងណាច្បាប់ប៉ុណ្ណាគាត់ធ្វើប៉ុណ្ណឹងអាហ្នឹងអត់អីទេប៉ុន្តែនៅពេលដែលគាត់ធ្វើលើសប្រជាពលរដ្ឋចាប្រជាពលរដ្ឋធម្មតានេះមិនថាតែប្រជាពលរដ្ឋធម្មតាមិនថាប្រជាពលរដ្ឋប្រកបរបររស់ស៊ីឬក៏ប្រជាពលរដ្ឋដែលមានក្រុមហ៊ុនមានអាជីវកម្មអីទេគាត់ប្រកាសជាទទួលអារម្មណ៍ថាស្មុគស្មាញធុញទ្រាន់គួរឲ្យរំខាននេះនៅក្នុងលក្ខខណ្ឌដែលថាមន្ត្រីដែលចុះទៅអនុវត្តហ្នឹងគាត់ធ្វើលើសចាលើសពីបទបញ្ជាលើសពីច្បាប់ដែលមាននេះវាចូលទៅជំងឺចាលើសដោយលោកបណ្ឌិតកិនភីគាត់បានលើកឡើងនេះធ្វើឲ្យប្រជាពលរដ្ឋទទួលអារម្មណ៍ថាខ្លាចទទួលអារម្មណ៍ថាភ័យទទួលអារម្មណ៍ថាមិនទុកចិត្តទទួលអារម្មណ៍ថាព្រួយគេចង់ធ្វើអីហ្នឹងទង្វើហ្នឹងមានន័យថាម៉េចហ្នឹងបើសិនជាយើងអត់មានខុសអីទេក៏អរគុណចាហើយក៏ទៅវិញអីចឹងទៅបំពេញតួនាទីរួចរាល់ហើយទៅវិញអីចឹងទៅតែបើសិនជាយើងអត់មានអីហើយក៏នៅតែរនេះហើយក៏នៅតែរនោះហើយក៏នៅតែរនោះទៀតហើយក៏នៅតែរនោះទៀតដោយលោកបណ្ឌិតកិនភីគាត់បានចុចចំចំណុចក្តៅអញ្ចឹងគឺមន្ត្រីចាឱកាសនិយមដែលប្រើប្រាស់ចាបទបញ្ជាឬក៏ច្បាប់ណាធ្វើជាខែលណាធ្វើជាអាវុធដើម្បីរកប្រយោជន៍ខ្លួនឯងអនុវត្តលើសឲ្យធ្វើត្រឹមនេះទៅធ្វើដល់ត្រឹមនេះចាអញ្ចឹងអាការធ្វើលើសនឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចអ្នកដែលជួបបានយល់អារម្មណ៍មួយហ្នឹងអញ្ចឹងហើយចំណុចនេះ
បងប្អូនយើងស្ដាប់ហើយយកឃើញណាក៏អាចខមមិនការចូលរួមបានដូចគ្នាផងដែរហើយមន្ត្រីបែបនេះគឺគ្រោះថ្នាក់ចាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិណាបងប្អូនគួរតែមានចំណាត់ការពីខាងថ្នាក់លើដាច់ខាតហើយមើងម៉ាត់ចំពោះមន្ត្រីណាដែលអត់ចេះធ្វើការហើយធ្វើការទៅក៏អនុវត្តលើណាសម្រាប់មន្ត្រីរាជការណាដែលគាត់មិនធ្វើលើណាគាត់ធ្វើត្រឹមត្រូវទៅតាមទូនីតិណាទៅតាមច្បាប់ទៅតាមបទបញ្ជាអាហ្នឹងគឺយើងសរសើរយើងអរគុណយើងលើកទឹកចិត្តយើងជូនរង្វាន់តែសម្រាប់មន្ត្រីណាដែលអាងថាខ្លួនឯងធ្វើទូនីតិហ្នឹងហើយក៏អនុវត្តលើពីបទបញ្ជាលើពីច្បាប់គួរតែដាក់ពិន័យគួរតែដាក់ទោសទណ្ឌចាឲ្យធ្ងន់ធ្ងរជាងប្រជាពលរដ្ឋសាមញ្ញទៅទៀតពីព្រោះប្រជាពលរដ្ឋសាមញ្ញគាត់ល្ងិតល្ងងចាគាត់មិនសូវយល់ការអីចឹងទៅរងចយល្ងិតល្ងងមិនសូវជាយល់ការអីចឹងទៅខុសត្រូវខុសឆ្គងអីចឹងទៅក៏ចាទទួលបានការអប់រំទទួលបានការណែនាំឬក៏ខុសខ្លាំងអីចឹងទៅទទួលទោសទណ្ឌតាមច្បាប់ដែលមានអីចឹងទៅអញ្ចឹងមន្ត្រីរាជការអ្នកដែលគាត់ដឹងច្បាប់ហើយគាត់នៅតែចាអនុវត្តលើត្រូវតែទទួលទោសធ្ងន់ជាងប្រជាពលរដ្ឋធម្មតាទៅទៀតទៅចាប្រជាពលរដ្ឋបានទទួលនៅទំនុកចិត្តបើមិនអញ្ចឹងទេបាត់ទំនុកចិត្តហើយឃើញមន្ត្រីខ្លាចព្រឺសម្បុរណាចាចេះតែមានករណីដែលមន្ត្រីធ្វើលើសទូនីតិមន្ត្រីធ្វើលើសពីបទបញ្ជាមន្ត្រីធ្វើលើសពីច្បាប់ដែលកំណត់ទេចាធ្វើឲ្យប្រជាពលរដ្ឋឃើញមន្ត្រីខ្លាចបដ ாய் ចាខ្លាចបដ ாய் ភ័យបដ ாய் ព្រួយបារម្ភបដ ாய் អត់ឃើញចុះឃើញហៅអីភ័យបដ ாய் ចាអញ្ចឹងនេះគឺបងចយសូមពំក្នុងសាច់រឿងនេះយកមកជជូនបងប្អូនយើងត្រឹមប៉ុណ្ណឹងរកការខុសឆ្គងសម្រាប់ការបញ្ចេញមតិយោបល់ចុងកតុយនេះក៏សូមអភ័យទោសទៅកាន់បងប្អូនផងហើយបងប្អូនយើងស្ដាប់ហើយក៏មានមតិយោបល់អីអាចខមមិនចានៅខាងក្រោមវីដេអូនេះបានទាំងអស់គ្នាហើយជួបគ្នាជាមួយបងចយនៅវីដេអូក្រោយៗជាបន្តសូមអរគុណ